Bom onថ្ងៃនេះខទាវត្រីរស់ត្រីរស់មួយជិតមាន1គីឡូពងទៀតហើយនឹងលាយសាច់ជ្រូកខទាវគ្រឿងផ្សំមានខ្ទឹមសខ្ទឹមក្រហមមានខ្ញីគល់ស្លឹកគ្រៃរំដេងហើយនឹងស្លឹកក្រូចសើចrồiយើងដាក់ឆ្នាំងឲ្យក្តៅសិនមកឆ្នាំងក្តៅហើយយើងដាក់ស្ករក្រហមចូលស្ករយើងកឡោចឲ្យជើងវិញក្រងមកឥឡូវយើងកឡោចវាឡើងក្រហមប៉ុណ្ណឹងហើយយើងដាក់ខ្ទឹមចូលយើងដាក់ខ្ទឹមសចូលខ្ទឹមសខ្ទឹមក្រហមចូលឥឡូវយើងនេះខ្ទឹមឈ្ងុយហើយយើងដាក់គ្រឿងព្រៅពលព្រៃស្លឹកក្រូចសើចរំដេងញ៉ៃចូលលីងជាមួយមកហើយយើងលីងឲ្យវាឈ្ងុយហើយយើងចាក់ទឹកត្រីចូលចាក់ទឹកត្រីចូលហើយយើងដាក់សាច់ជ្រូកចូលមុនបងប្អូនខទាវនេះយើងមិនចាំបាច់ប្រើសាច់ជ្រូកលាយក៏បានដែរយើងដាក់ត្រីសុទ្ធក៏បានដែរគ្រាន់ថាត្រីសុទ្ធវាអត់សូវឆ្ងាញ់បើយើងលាយសាច់ជ្រូក3ជាន់ទៅវាឆ្ងាញ់ជាងឥឡូវយើងមកដាក់គ្រឿងយើងដាក់ម្រេចដាក់ច្រើនមកប៊ីចេងយើងលីងសាច់ជ្រូកឲ្យវានេះហើយចាំយើងដាក់ត្រីតាមពិតត្រីនេះយើងត្រូវប្រឡាក់គ្រឿងប្រឡាក់ម្រេចប្រឡាក់ដាក់ខ្ទឹមដាក់អីប៉ុន្តែខ្ញុំបញ្ញាខ្ញុំអត់បានប្រឡាក់ផ្អាប់ទេតាមប៉ុណ្ណឹងយើងប្រឡាក់គ្រឿងត្រូវផ្អាប់វាដាក់ប្រឡាក់ទឹកត្រីទៅដាក់ម្រេចទៅដាក់ស្ករប៊ីចេងចឹងដាក់ផ្អាប់វាទៅវារឹងសាច់នេះដោយសារខ្ញុំបញ្ញាអត់បានប្រឡាក់ទុកមិនជាថ្មីប៉ុណ្ណឹងយើងគ្របទុកឲ្យមកនេះទៅចាំយើងចាក់ទឹកឥឡូវយើងគ្របមកនេះហើយយើងចាក់ទឹកចូលយើងចាក់ទឹកចូលយើងគ្របងាស់ចោល